បានសួស្តីប្រិមិត្តអ្នកសិក្សាទាំងអស់គ្នាតើអរលោកអ្នកប្រិមិត្តសុខសប្បាយជាទេ How are you today អញ្ចឹងនៅថ្ងៃនេះយើងនឹងរៀនមេរៀនថ្មីគឺ possessive adjectives ប្រែមកជាខ្មែរថាគុណនាមកម្មសិទ្ធិមុននឹងចាប់ផ្ដើមមេរៀននេះខ្ញុំរំលឹកបន្តិចតើលោកអ្នកនឹកចាំពីសព្វនាមប្រធានទេ personal subject pronoun បាទគឺងាយស្រួលទេគឺមាន I, we, you, they, he, she ហើយនិង it នេះគឺជាសព្វនាមប្រធានសព្វនាមបរិស័ទប្រធានហៅថា personal subject pronoun អញ្ចឹងចេញពី personal subject pronoun នេះយើងទាញឲ្យមកជា possessive adjective ឆ្លងពី personal subject pronoun មកទើបយើងយល់តែ I វាคล้ายទៅជា possessive adjective ទៅជាអ្មិចហើយ we, you, they, he, she, itតើវានឹងคล้ายរូបរាងទៅជាដូចម្ដេចសូមមើលទាំងអស់គ្នាបាទនេះហើយរូបខាងស្ដាំពណ៌ក្រហមនេះហើយគឺជា possessive adjectives អញ្ចឹង I បដូរទៅជា my we ទៅជា our you ទៅជា your they ទៅជា their he ទៅជា his she ទៅជា her ហើយ it ទៅជា itsចឹងនេះហើយហៅថាគុណនាមកម្មសិទ្ធិគុណនាមកម្មសិទ្ធិចង់និយាយអំពីភាពជាកម្មសិទ្ធិ possessive ហ្នឹងគឺនិយាយពីកម្មសិទ្ធិប៉ុន្តែនេះមិនមែនជាសព្វនាមទេគឺជាគុណនាមពីព្រោះវាទាមទារត្រូវមាននាមមួយនៅពីក្រោយវាបាទសូមមើលទាំងអស់គ្នាត្រូវចងចាំថា possessive adjectives គុណនាមកម្មសិទ្ធិត្រូវការនាមមួយពីក្រោយវាមិនអាចនិយាយទៅទេបានទេយើងមិនអាចថានេះគឺជារបស់ខ្ញុំណា this is my អត់និយាយចឹងកើតទេប៉ុន្តែបើយើងនិយាយថា this is mine វាគឺជារបស់ខ្ញុំអានោះមិនមែនជា possessive adjective ទេគឺជា possessive pronoun ជាសព្វនាមកម្មសិទ្ធិទៅវិញប៉ុន្តែយើងថ្ងៃនេះយើងរៀនអំពី possessive adjectives អញ្ចឹងវាមានពាក្យដូចជា my ប្រែថារបស់ខ្ញុំប៉ុន្តែវាទាមទារនាមមួយដាក់ពីក្រោយវាទៀតអញ្ចឹងទំព័របន្ទាប់យើងនឹងរៀន my សូមអានតាមខ្ញុំ my ប្រែថារបស់ខ្ញុំ our របស់យើង your របស់អ្នក their របស់គេ his របស់គាត់ her របស់នាង its របស់វា its នេះយើងប្រើទៅលើវត្ថុឬក៏សត្វក៏បានដែរបាទបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមភ្ជាប់រវាង personal សំដៅ possessive adjectives ជាមួយនឹងនាមបាទអញ្ចឹងនៅខាងឆ្វេងនេះគឺជា possessive adjectives មាន my our your their his her និង its ខាងស្ដាំគឺជានាមមាន car house watch books towel purse និង color ឥឡូវយើងភ្ជាប់ my បូកនឹង car my car អញ្ចឹង possessive adjective មិនអាចនិយាយដោយឡែកតែឯងបានទេគឺយើងត្រូវភ្ជាប់នាមមួយនៅខាងស្ដាំរបស់វាអញ្ចឹងនៅពេលដែលយើងនិយាយដូចថា my car រថយន្តរបស់ខ្ញុំនេះគឺជាពាក្យមួយដែលយើងអាចយកទៅបង្កើតជាមួយនឹងពាក្យដទៃទៀតនៅក្នុង clear ឧទាហរណ៍ដែលយើងនិយាយថានេះគឺជារថយន្តរបស់ខ្ញុំ this is my car អញ្ចឹង this is គឺជាពាក្យប្រធានចាប់ដើមចេញដំណើរជាប្រធានរីឯ my car ជាកម្មបត្តិអីចឹងទៅប៉ុន្តែយើងគ្រាន់តែយល់ថា possessive adjective ត្រូវភ្ជាប់ជាមួយនាមអញ្ចឹងយើងមិនអាចនិយាយ my ទៅទេបានទេគឺយើងនិយាយថា my car បាទយើងអានទាំងអស់គ្នា my car our house your watch their books his towel her purse its color ពាក្យនៅខាងស្ដាំនេះយើងបានរៀនទាំងអស់គ្នារួចហើយប៉ុន្តែខ្ញុំបកប្រែឲ្យម្ដងទៀតចុះ my car រថយន្តរបស់ខ្ញុំ our house ផ្ទះរបស់យើង your watch នាឡិកាដៃរបស់អ្នក their books សៀវភៅរបស់ពួកគេ his towel កន្សែងពុះគោរបស់គាត់ her purse កាបូបលុយរបស់នាង its color ពណ៌របស់វាដូចពណ៌សភៅពណ៌ជញ្ជាំងពណ៌ក្រដាសពណ៌អីផ្សេងអញ្ចឹង
lúc này ai tay nhé tay chỉ bịa chỉ clear clay đòi pra possessive adjective ní chỉ muốn niệm đọt tay tiệt bàn mà được thà my ai đại my car my pen my books my house chán nè những ai tay clay bàn mà nâng dừng vô từng ọt khía mà bạn không ca thơ kia là vậy cái chùm riệp xúa dựng bàn riêng rồi hai ông pi bị hai nâng hello cứ prai tha xua sẽ đầy cả prai bị hai nếu chạm bàn đấy cứ dương prai sầm rạp nuôi dương squall chết snet đôi chỉ mật phe đôi chỉ bỏng ôn rồi co phiêu để chỉ chuẩn bỏ tên để dương thlop squall chết snet bên tên như ai prai hai hỏi nâng hello dương prai chỉ lẽ cái nào đây mình sờ squall khơi mặt đo mà cá hai nâng ở dụ tràn chương dương anh chẳng như ai prai hello bàn hai miền bia xua đây là cái nè phơi cá miền bàn thèm tiền miền bay bàn thèm tiền có phải là xua đây đài còn bàn tái cái chạy pel khani cứ ti mùi good morning dương pra ở nơi pe prek mà chập pi màu pi lâm hồ ở ngày trong nhưng phải là xua đây được khani good afternoon xua đây đấy còn tay chập pi ngày trong là hồ đòi pe seal mong buồn học pram ấy chân từ good evening su đây đấy chập pi mong nghiệt là hô đòi dục chấm lại good night năng lia sầm điệp lia bên su đây bạn chứng dương an từng học niên good morning good afternoon good evening ní cứ chi tiết để cái pra phơi ca nơi tam sẵn thà kia nơi tam là bon tê cho đây nét tu nhiêu chấm điệp su đòi nhiêu hơi tam po vị trụ po tủ tua nực nông cả chập đàm thay cho loại tha rứa coi chập đàm đi dây bò miến xài bò miến cái pra chấm điệp xu ở lục sẽ in chẳng cứ pra good morning good afternoon good evening in chẳng mà chẳng ní pra đôi khi này pra đôi khi từng ở thà xu đây chấm điệp xu từng ở còn tại tha bị bạ pra đôi pel nhưng kịch ông bị pel môn giấy dần môn giấy nhưng kịch bị pel nhưng nơi màu mát đi ở dẹp tao mày giờ tôm mặt đăng máu vậy khổ pê nó tự mạch tới mà cái mình chăm cũng không ấy đi còn thà biển nó kịp ra ôi tôi thà lâm lại những cầu ở những vậy xua đây kia ê Sài Gòn xua đây tầm khổ vì lâm mạnh còn chẳng đó mà chẳng những ai đi hello hi good morning good afternoon good evening ការសន្ទនាបន្តទៅនេះគឺរវាងលោក John ហើយនិងអ្នកទទួលភ្ញៀវ receptionist លោក John និយាយថា good morning receptionist good morning sir what's your name Mr. John my name's John receptionist ឆ្លើយ oh yes Mr. John room 16 here is your key Mr. John thank you receptionist you're welcome បើឡើយអានជាមួយខ្ញុំយឺតអានតាមខ្ញុំណា good morning sir what's your name John my name's John oh yes Mr. John room 16 here's your key thank you you're welcome អានម្ដងទៀតឲ្យបានលឿនជាងហ្នឹង Good morning, sir. What's your name? John. My name's John. Oh, yes, Mr. John. Room 16. Here's your key. Thank you. You're welcome. ចឹងបកប្រែជាមួយខ្ញុំ Good morning ជម្រាបសួរគឺថាអរុនសួស្តីចឹង Good morning, sir ជម្រាបសួរលោក sir ហ្នឹងប្រែថាលោកនៅពេលយើងហៅអ្នកណាម្នាក់ដែលជាមនុស្សប្រុសមើលទៅថាតំណងជាអ្នកដែលអាយុក្មេងក៏បានចាស់ក៏បានដែរគាត់ថាយើងលើកដំកើងគាត់ជាភ្ញៀវជាអតិថិជនអញ្ចឹងយើងហៅគាត់លោកហៅថា sir បាទ What's your name តើលោកឈ្មោះអ្វីដែរយកនេះប្រែថារបស់អ្នកយើងរៀនមិញណាថា possessive adjective នឹងជាយកហ្នឹងប្រែថារបស់អ្នកហើយពាក្យគួរសមថារបស់លោកបាទអ
ចឹង what is your name name ប្រែថាឈ្មោះតែឈ្មោះរបស់លោកគឺអ្វីដែរឬក៏អ្នកលោកឈ្មោះអ្វីដែរ John ឈ្មោះ John my name's John ឈ្មោះរបស់ខ្ញុំ my ឃើញទេ possessive adjective ណា my name's John កន្លែង apostrophe s ក៏យើងរៀនរួចដែរ my name ហើយមាន apostrophe ហើយ s ហ្នឹងគឺ my name is ខ្ញុំឈ្មោះរបស់ខ្ញុំគឺតែគេកាត់លុប i ចេញទៅសល់ apostrophe s ក៏ប្រែដូចគ្នាអញ្ចឹងដែរ my name is John ខ្ញុំឈ្មោះរបស់ខ្ញុំគឺ John អូចាលោក John oh yes Mr John room 16យើងបានរៀនអំពីលេខរួចហើយណា room ប្រែថាបន្ទប់16 here's your key here នេះប្រែថាទីនេះឬក៏នេះណែណានេះកូនសោរបស់អ្នករបស់លោក here's your key តោះដែរយើងទៅស្នាក់នៅសន្តាគារគឺត្រូវយកកូនសោពី receptionist ដើម្បីទៅចាក់នៅបន្ទប់ដែលយើងស្នាក់នៅនោះណាអញ្ចឹង receptionist ក៏ឲ្យសោកូនសោទៅ here's your key thank you អរគុណអ្នក you're welcome ថាមិនបាច់គួរសមទេមិនអីទេកុំនិយាយថាអរគុណអញ្ចឹងអីណាមិនអីទេអាហ្នឹងគេគាត់ឲ្យពាក្យគេនិយាយថាមិនចាំបាច់អរគុណស្រ័យអីទេអញ្ចឹងណា you're welcome អញ្ចឹងអានម្ដងទៀត Good morning sir what is your name John my name's John oh yes Mr John room 16 here's your key thank you you're welcome បានអញ្ចឹងបន្តទៀតគឺ bell captain ដែលគឺជាអ្នកដែលជញ្ជូនអីវ៉ាន់អ្នកមើលការខុសត្រូវខាងផ្នែកអីវ៉ាន់នៅក្នុងសន្តាគារហ្នឹងបានមកជួយជញ្ជូនអីវ៉ាន់លោក John ទៅក្នុងបន្ទប់របស់គាត់អញ្ចឹង bell captain និយាយថា is this your suitcase Mr John ឆ្លើយថា no it isn't oh is that your suitcase over there yes it is បាទអញ្ចឹងសូមអានតាមខ្ញុំម្ដងទៀតយឺត Is this your suitcase No it isn't Oh is that your suitcase over there Yes it is បាទ Is this your suitcase ប្រហែលនេះគឺជាវ៉ាលីរបស់អ្នកឬ No it isn't ទេវាមិនមែនទេ Oh is that your suitcase over thereអូតើនោះជាវ៉ាលីរបស់អ្នកនៅទីនោះហ៎ Yes it is បាទគឺជាវ៉ាលីរបស់ខ្ញុំបាទអញ្ចឹងយើងឃើញនៅក្នុងពាក្យថ្មីរបស់យើងគឺ suitcase ប្រែថាវ៉ាលីដាក់ខោអាវ suitcase មួយទៀតគឺ over there ប្រែថានៅឯនោះនៅទីនោះគឺវាផ្ទុយនឹងពាក្យ over here គឺទីនេះហើយមួយទៀតគឺពាក្យ here ប្រែថាទីនេះដល់ over here ក៏ប្រែដូចគ្នានឹងដែរថានៅទីនេះគាត់ថាគេថែមពាក្យ over ដូចថាឯនេះឯនោះអញ្ចឹងប៉ុន្តែដល់ពេលភ្ជាប់គ្នាទៅ over here ទីនេះ over there នៅឯទីនោះចំណែក here ក៏ទីនេះហើយ there ទីនោះជួនកាលគេនិយាយ over here ជួនកាលនិយាយ over there បាទសម្រាប់លំហាត់នៅផ្ទះខ្ញុំដាក់3 clear ឲ្យប្រិយមិត្តទាំងអស់គ្នាធ្វើហើយវាជាពាក្យដែលយើងបានរៀនរួចហើយគឺលោកអ្នកអាចស្រាវជ្រាវឬក៏រកនឹកឡើងវិញហើយប្រើសមត្ថភាពរបស់យើងនឹងគិតថាទៅត្រូវរៀប clear ហ្នឹងធ្វើម៉េចឲ្យបានចេញជាភាសាអង់គ្លេសមកទី1វាគឺជាកាបូបលុយរបស់ខ្ញុំឈ្មោះរបស់ខ្ញុំគឺច័ន្ទខ្ញុំជាសិស្សតើអ្នកឈ្មោះអ្វីហើយមកពីណាបានមិនពិបាកប្រហែលទេ clear ស្រួលណាតែឲ្យលោកអ្នកហ្នឹងមានការមានសមត្ថភាពកើនឡើងបាទហើយរាល់ថ្ងៃខ្ញុំសូមជម្រាបចំណុចមួយដែលធ្វើឲ្យលោកអ្នកមានសមត្ថភាពស្ដាប់ឲ្យបានច្រើនគឺបើនៅស្រុកខ្មែរយើងបើយើងចំណាយទៅលើទូរទស្សន៍វាអស់ភ្លើងច្រើនឬក៏វាមិនសូវមានប៉ុស្តិ៍ភាសាអង់គ្លេសទេវាច្រើនមានចម្រៀងមានរឿងអីចឹងហើយបើយើងស្ដាប់ MP3 ក៏វាត្រូវការអត្ថបទអី
ដែលយើងដកស្រង់ពីមេរៀនផ្សេងៗអញ្ចឹងខ្ញុំណែនាំឲ្យលោកអ្នកទិញវិទ្យុតូចមួយយើងប្រើតែ 15,000 ឬក៏ 20,000 រៀលយើងទិញវិទ្យុតូចមួយដែលមានបងច្រើនគឺបង AM ហើយនិងបង SW យើងប្រើបង SW ហ្នឹងបើកប៉ុសណាក៏បានដែរឲ្យតែមាននិយាយភាសាអង់គ្លេសនិយាយជាព័ត៌មានក៏បាននិយាយជាអត្ថបទសន្ទនាក៏បានបើកទៅបើកឲ្យតែប៉ុសណាអង់គ្លេសស្ដាប់ហើយមកពីជនជាតិអីក៏ដោយហ្វីលីពីនក៏ដោយចិនក៏ដោយអាមេរិកក៏ដោយអូស្ត្រាលីក៏ដោយស្ដាប់ហើយស្ដាប់មិនបានក៏ដោយត្រូវតែស្ដាប់មួយថ្ងៃ1ម៉ោងឬក៏កន្លះម៉ោង5-10នាទីបើមានពេលស្ដាប់ច្រើនកាន់តែល្អខ្ញុំមានបទពិសោធន៍ស្ដាប់រ៉ាឌីយ៉ូហ្នឹងមិនដឹងខូចអស់ប្រហែលហើយទេហើយកាសែត player ខ្ញុំមកតូចខ្ញុំសុខចិត្តកាលពីអត់លុយខ្លាំងសុខចិត្តចំណាយ 2-3 ម៉ឺនទិញម៉ាស៊ីនមញ៉េអាតូចចាក់កាសែតហ្នឹងស្ដាប់ចុះស្ដាប់ឡើងគឺស្ដាប់មិនបានក៏ត្រូវតែស្ដាប់ដែរហើយដំបូងគឺធុញប៉ុណ្ណាក៏ត្រូវតែស្ដាប់ដែរស្ដាប់តតែលែងធុញហើយស្ដាប់តតែបានស្ដាប់ហើយគិតថាពាក្យណាដែលយើងអាចដែលយើងឮគេនិយាយមកថាយើងចេះខ្លះមកយើងចេះត្រឹមពាក្យ school boy books យើងស្ដាប់មើលពាក្យណាយើងចេះអូពាក្យហ្នឹងអញចេះដែរដំបូងស្ដាប់ជាពាក្យដល់យូរស្ដាប់ជា clear គេចង់និយាយថាម៉េចស្ដាប់រហូតបាទនឹងបាទដើម្បីឲ្យយើងកើនខាងសមត្ថភាពស្ដាប់បើមិនអញ្ចឹងទេលោកអ្នកស្ដាប់អង់គ្លេសអត់បានទេបាទនេះគឺជាការណែនាំរបស់ខ្ញុំចំណុចទី1ហ្នឹងណាបាទសូមអរគុណបើលោកអ្នកចូលទៅក្នុង YouTube សូមវាយពាក្យ English for Khmer Students លោកអ្នកបានឃើញវីដេអូដទៃទៀតរបស់ខ្ញុំឬក៏លោកអ្នកចុច Subscribe នៅពីក្រោមវីដេអូឲ្យចេញសញ្ញា Tick ដើម្បីក្លាយជាអ្នកគាំទ្រវីដេអូរបស់ខ្ញុំបាទហើយលើកក្រោយនៅពេលដែលវីដេអូរបស់ខ្ញុំបាទបង្ហោះផ្សេងទៀតលោកអ្នកនឹងទទួលបានដោយស្វ័យប្រវត្តិឲ្យមិនបាច់ស្វែងរកឡើយហើយបើលោកអ្នកមានចម្ងល់សូមសរសេរអ៊ីមែលមកកាន់ pichkim3@gmail.com